ពេលខ្លះយើងនៅក្មេងយើងរលួយអត់បានទុកទេហើយតម្រុំតែចាស់ទៅបើយើងរស់ស៊ីពីក្មេងអត់បានពេលចាស់ទៅយើងឈឺយើងអត់មានអីមានលុយអីតែពេលយើងឈឺគឺលុយសំខាន់យើងរស់ស៊ីអត់បានពីក្មេងពេលចាស់ទៅគឺលុយជំងឺពេលឈឺអត់មានលុយសម្រាប់ជាបាលហើយបានយើងមានកម្លាំងមានគេថារស់ស៊ីបានអីយើងត្រូវចេះសំចៃនៅពេលដែលយើងចាស់ទៅយើងមានលុយសម្រាប់ជាបាលឈឺអញ្ចឹងអ្នកមានជំងឺគ្រូនេះក្រោយមុខចឹងថាយើងឈឺជំងឺធ្ងន់ក្រោយទៅខាងមុខខាងនោះហើយពេលយើងទៅជាបានទៅវានៅខាងមុខពេទ្យរស៊ីចុះមកហ្នឹងដែលយើងអត់អាចដងទំជាតិខ្ញុំជំងឺខ្លះអស់លុយច្រើនជំងឺខ្លះអស់លុយតិចដល់3យន់ទៅដល់ផ្លឹកចេញដល់មកទុំទៅពេលដែលយើងឈឺតាមតងនេះទៅបានទៅចូលនោះកាច់ចុះទៅបានបាទអរគុណបាទបាទអរគុណស្រាឬក៏កាច់ឆាយឬក៏អត់ទេគឺយើងត្រូវតែជារៀងក្នុងការរក្សាលុយដើម្បីពេលយើងឈឺយើងនៅពេលដែលយើងអស់លុយនៅពេលដែលយើងឈឺពេលខ្លះជីអូនយើងដាក់រយៈពេលជន់ណាអញ្ចឹងខ្ចីលុយគេក៏បានអត់មានលុយខ្លួនឯងទៅជាបាលពេលខ្លះអ្នកដែលមានបានរដ្ឋដែលជួយចេញអីក៏ដោយក៏ទៅយើងត្រូវតែមានលុយក្នុងការទិញរបស់ហូបវាចាំថ្ងៃឬក៏មានទិញថ្នាំដែលរដ្ឋពេទ្យរដ្ឋខ្លះក៏អត់មានថ្នាំគ្រប់អញ្ចឹងក៏មានតែខ្លះទេអញ្ចឹងយើងត្រូវទៅទិញនៅក្រៅទៀតអញ្ចឹងគឺត្រូវការលុយទាំងអស់ហើយយើងពេលនៅពេលយើងឈឺគឺពិបាកខ្លាំងណាស់យើងជំងឺខ្លះវាធ្ងន់វាត្រូវការលុយច្រើនពេលខ្លះជំងឺខ្លះវាមានលក្ខខណ្ឌមួយដែលរដ្ឋគេអត់ត្រូវការដូចថាជួយយើងបានជួយកម្រិតណាមួយអញ្ចឹងណាអញ្ចឹងបើសិនជាយើងរកបានពីក្មេងយើងត្រូវការសំចៃកំចៃចាស់ជាយព្រោះពេលណាយើងគ្រប់គ្នាអត់អាចជៀសផុតពីការចាស់ជរាឈឺស្កាត់នៅពេលយើងចាស់ទេអញ្ចឹងយើងត្រូវការក្នុងការសំចៃទុកដើម្បីកុំឲ្យយើងពេលយើងឈឺទៅវាមានលុយក្នុងខ្លួនណាពេលខ្លះយើងរំពឹងកូនចៅឬក៏បងប្អូនក៏គេមានលុយគឺថាគេជួយយើងមានកំណត់ដែរអញ្ចឹងបើសិនជាយើងមានលុយគឺងាយស្រួលក្នុងការព្យាបាលជំងឺដែលថាយើងអត់មានការធ្វើបារម្ភសោះយើងមានលុយច្រើនដើម្បីគឺថាព្យាបាលជំងឺរបស់យើងអញ្ចឹងណាអញ្ចឹងការព្យាបាលយើងต้องការព្យាបាលគឺយើងអត់ដឹងមុនទាំងអស់ចឹងបើសិនយើងមានលុយកាក់ច្រើនទៅ